សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែកម្លែកពីបទពិសោធន៍នៃការបើកបររថតាក់ស៊ីខ្ញុំនៅពេលយប់ដ៏រំភើបមួយហើយយប់នេះដែរខ្ញុំបានសម្រេចចិត្តថានឹងដឹកភ្ញៀវទៅកាន់ពលានយន្តហោះដោយធ្វើដំណើរដោយរលូននិងស្រួលមែនទែនក្រោមពន្លឺភ្លើងតាមដងផ្លូវហើយផ្លូវក៏ស្រស់ស្អាតថែមទៀតបាទហើយជាពិសេសនៅក្នុងបរិវេណនៃប្រលានយន្តហោះផ្ទាល់តែម្ដងបន្ទាប់ពីខ្ញុំទទួលបានភ្ញៀវឡើងឡានដាក់វ៉ាលីក្នុងគូតឡានហើយរួចរាល់ហើយខ្ញុំក៏បានចេញមកខ្ញុំកាត់វីដេអូមកដល់បរិវេណនៃការប្រលានយន្តហោះថ្មីតែម្ដងហើយនេះដែរខ្ញុំបានចុចយកសម្បត្តិបាទកន្លែងនេះគឺគេ free ឲ្យ10នាទីសម្រាប់តម្លាក់និងតម្លើងភ្ញៀវបាទសម្រាប់10នាទីវាសមរម្យល្មមបាទមកយើងអាចរួចរាល់ក្នុងការដាក់អីវ៉ាន់តម្លាក់ភ្ញៀវកាត់លុយហើយនឹងយើងជិះចេញមកវិញបាទហើយខ្ញុំតម្លាក់ភ្ញៀវបាទខ្ញុំត្រូវឡើងមកជាន់លើបាទមកជាន់ទី1ដើម្បីភ្ញៀវ check in និងគាត់ងាយស្រួលដើរទៅនៅជាន់នឹងតែម្ដងបាទបើសិនយើងយកគាត់តម្លាក់នៅជាន់ក្រោមគាត់ត្រូវដើរពីក្រោមហើយឡើងមកលើទៀតបាទហើយនេះគឺក្នុងបរិវេណនៃប្រលានយន្តហោះថ្មីបាទស្រស់ស្អាតមែនតើហើយក៏មានភ្ញៀវជាច្រើនគាត់ក៏បានតម្លាក់ភ្ញៀវដែរបាទគាត់ក៏ហោះហើរនៅពេលយប់បន្ទាប់ពីខ្ញុំជូនភ្ញៀវដល់គោលដៅដោយរលូនសុវត្ថិភាពខ្ញុំទទួលបានថ្លៃសេវា 65,000 រៀលមិនត្រឹមតែប៉ុណ្ណោះភ្ញៀវក៏ពិតជាចិត្តល្អខ្លាំងមែនតើបាទដែលគាត់បានផ្ដល់នៅទឹកចិត្តដោយឲ្យ tip ខ្ញុំបន្ថែម 5,000 រៀលទៀតបាទសរុបទៅចំពោះការធ្វើដំណើរមួយជើងនេះគឺខ្ញុំរកចំណូលបាន 70,000 រៀលឯណោះបាទបន្ទាប់ពីខ្ញុំតម្លាក់ភ្ញៀវហើយបាទខ្ញុំក៏ទាញទូរស័ព្ទមកខ្ញុំក៏ថតវីដេអូខ្លះៗទុកចែកជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នានៅថាតើនៅក្នុងប្រលានយន្តហោះនៅយប់ស្មើនេះម៉ោង 9:26 នាទីហ្នឹងមានសភាពអ៊ូអរប៉ុណ្ណាបាទនៅក្នុងបរិវេណខាងក្រៅគឺអត់សូវមានច្រើនទេបាទប៉ុន្តែនៅខាងក្នុងប្រលានខ្ញុំឃើញមានច្រើនដោយសារមានបងប្អូនខ្លះគាត់ជូនដូចជាពលករគាត់ទៅកូរ៉េទៅជប៉ុនអីចឹងណាបាទបន្ទាប់ពីខ្ញុំបានថតឲ្យតម្លាក់ភ្ញៀវរួចរាល់ហើយខ្ញុំក៏បានចេញមកវិញបាទហើយនេះគឺតាមផ្លូវដែលខ្ញុំបានថតចែកជូនពុកម៉ែបងប្អូននៅលើពលាននៅជាន់ទី1បាទហើយនេះគឺសកម្មភាពរបស់ខ្ញុំបានចេញត្រឡប់ចេញទៅវិញហើយបាទដោយសារការfree គឺ10នាទីបាទអញ្ចឹងយើងមិនអាចនៅរៀងយូរបានទេបាទខ្លាចអស់លុយបាទអញ្ចឹងយើងដើម្បីជៀសវាងកុំឲ្យអស់លុយគឺគេ free 10នាទីដែរបាទយើងតម្លាក់ភ្ញៀវឲ្យ1នាទី2នាទីយើងថតលេង1នាទី2នាទីដែរទៅបាទហើយសក់ខ្វះ2 3នាទីឬក៏យើង estimate ថារយៈពេល1នាទីយើងមកដល់កន្លែង check out បាទកន្លែង scan សម្បត្តិចេញហ្នឹងអញ្ចឹងយើងត្រឡប់មកវិញមកបាទហ្នឹងយើងអត់អស់ប្រាក់ទេបាទហើយបន្ទាប់ពីខ្ញុំ scan មកគឺខ្ញុំអត់អស់ប្រាក់ទេដោយសារគេ free 10នាទីខ្ញុំតំបាន7 8នាទីទេបាទនៅសល់2 3នាទីទៀតប៉ុន្តែខ្ញុំត្រូវតែចេញមុនបាទដើម្បីជៀសវាងកុំឲ្យអស់លុយណាបាទហើយនេះចរាចរណ៍នៅពេលយប់គឺស្រឡះមានតែឡានតាក់ស៊ីនិង pass up តុកអីទេបាទគាត់ចតនៅខាងបាទរងចាំការបុកភ្ញៀវឬក៏អ្នកខ្លះគាត់ចាំយកភ្ញៀវដែលគាត់បានណាត់អីចឹងទៅបាទហើយមានម៉ូតូមួយបាទសម្រាប់បុគ្គលិកគាត់ធ្វើការនៅក្នុងហ្នឹងបាទហើយខ្ញុំក៏បានត្រឡប់ចេញទៅវិញដោយសុវត្ថិភាពផងដែរបាទមិនមានបញ្ហាអីទេហើយនេះពិតជាថ្ងៃមួយដ៏ពិសេសមែនតើបាទទឹកចិត្តរបស់ភ្ញៀវធ្វើឲ្យខ្ញុំបាត់ហត់នឿយតែម្ដងចង់ដឹងថាមានរឿងរ៉ាវអ្វីប្លែកៗទៀតនៅពេលយប់ទេសូមកុំភ្លេចជួយ like និង subscribe channel របស់ខ្ញុំដើម្បីកុំឲ្យរំលងវីដេអូបន្តហើយ